សួស្តីបងប្អូនទាំងអស់គ្នាតពីវីដេអូថ្ងៃមុនខ្ញុំបានចូលរួមពិធីមង្គលការគេនៅប្រទេសទីម៉ូហ្នឹងនេះខ្ញុំបានមកដល់ពហិយដែលគេរៀបចំពិធីមង្គលការហ្នឹងហើយកម្មវិធីគេរៀបចំបែបនេះបងប្អូនដោយសារនៅស្រុកខ្មែរខ្ញុំមិនដែរចូលរួមពិធីមង្គលការនៅក្នុងពហិយអញ្ចឹងហើយចូលបងប្អូនធ្លាប់ទេហើយនេះកូនកំមុំក៏មកហើយឪពុកកូនកំមុំហើយនៅម្ដាយហ្នឹងដឹកដៃកូនកំមុំមកហ្នឹងហើយបងប្អូននៅនេះគេមុននឹងគេរៀបមង្គលការហ្នឹងបានគេច្បាស់មែនតើព្រោះឯពួកគាត់ស្អាប់មានកូន2 ទៅ 3នាក់ហើយមិនគាត់រៀបមង្គលការហើយនៅនេះអ្នកដែលបានរៀបមង្គលការហ្នឹងដូចមានន័យសម្រាប់ពួកគាត់ព្រោះស្ត្រីទាំងអស់មិនប្រកាសថាបានរៀបមង្គលការទោះបីជាគាត់រស់នៅជាមួយគ្នាមានកូនមានអីក៏ដោយនេះបងប្អូនអាចារ្យគេចូលមកហើយអាចារ្យហ្នឹងគេចូលមកគេនឹងរៀបចំពិធីឲ្យគូភរិយាថ្មីហ្នឹងគូភរិយាថ្មីគូភរិយាហ្នឹងគាត់ធ្វើការស្បត់សច្ចាអញ្ចឹងណានៅមុខអាចារ្យហើយនឹងក្រុមគ្រួសារនិងមិត្តភក្តិទាំងអស់ហ្នឹងហើយនៅនេះពិធីមង្គលការគេអត់ដែលរំពឹងថានឹងបានចំណងដៃទេបងប្អូនគេគិតថាអ្នកដែលចូលរួមពិធីមង្គលការគេនឹងគឺបានផ្ដល់កិត្តិយសនិងចំណាយពេលវេលាសម្រាប់គេហើយគេអរគុណខ្លាំងណាស់សម្រាប់ការដែលយើងចូលរួមពិធីមង្គលការរបស់គេអញ្ចឹងឥឡូវខ្ញុំត្រឡប់ទៅផ្ទះវិញហើយបងប្អូនក៏បានចូលរួមពិធីមង្គលការនឹងដែរអញ្ចឹងអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះហើយក៏បានចូលរួមពិធីមង្គលការប្រជាជនទីម៉ូជាមួយខ្ញុំអរគុណច្រើន